វាសនាទាំងអស់គ្នាដោយសារតែឥឡូវហ្នឹងគឺនៅក្នុងខែ7ហើយនៅសល់តែក្នុងប្រហែលប្រហែលខែទៀតគឺពងទី12គាត់ធ្វើការប្រឡងបាក់ឌុបហើយពេលដែលគាត់ប្រឡងចប់អ្នកខ្លះនៅមានការងារធ្វើអ្នកខ្លះនៅរៀនតអញ្ចឹង topic នឹងខ្ញុំថ្ងៃនេះគឺខ្ញុំចង់និយាយអំពីតើការរៀនបណ្ដាធ្វើការបដាហ្នឹងតើវាល្អអត់ហើយពីខ្ញុំទៅដោយសារតែខ្ញុំជាសិស្សដែលរៀនបណ្ដាធ្វើការបដាតាំងពីឆ្នាំទី1មកចឹងខ្ញុំគិតថាខ្ញុំអាចនឹងនិយាយតទៅខាងរៀនបណ្ដាធ្វើការងារបដាតិចចឹងណាការរៀនហ្នឹងគឺវាមាន pro and con ចឹងខ្ញុំសូមនិយាយអំពីគុណសម្បត្តិមុនណាគុណសម្បត្តិសម្រាប់ការរៀនបណ្ដាធ្វើការបដានឹងទី1គឺពាក់ព័ន្ធជាមួយនឹង experience ការងារខ្ញុំចាប់ផ្ដើមចេញធ្វើការតាំងពីខ្ញុំរៀនចាប់ពីពីភ្លាមៗណាបានន័យថាគ្រាន់តែខ្ញុំកើតបានបាក់ឌុបភ្លាមគឺខ្ញុំចាប់ផ្ដើម apply រកការងារធ្វើហ្មងកាលនោះចាំបានថាខ្ញុំរៀនឆ្នាំទី1ធ្វើការក្នុង barista ធ្វើការយប់រៀនពេលផឹកអញ្ចឹងទី1គឺខ្ញុំមាន experience ឆ្នាំទី1គឺខ្ញុំធ្វើការក្នុង barista ឆ្នាំទី2គឺខ្ញុំ apply assistant accounting ឆ្នាំទី3ខ្ញុំជា sales ឆ្នាំទី3ចុងឆ្នាំខ្ញុំដូរមកជា operation រហូតមកដល់បច្ចុប្បន្នហ្នឹងបានន័យថាពេលដែលខ្ញុំរៀនចប់ហ្នឹងគឺខ្ញុំ full experience ហ្មងអាចនិយាយបានថាខ្ញុំអត់មក graduate ខ្ញុំរៀនចប់កាលពីឆ្នាំមុនតែការងារខ្ញុំគឺខ្ញុំ get បាន full experience ហ្មងយើងរៀនអត់ជាមួយនឹងប្រព័ន្ធជាមួយនឹងខាង society ឬក៏ business ឬក៏ economy រៀនបណ្ដាធ្វើការងារបណ្ដាយើង easy to upgrade our job ជាងអ្នកដែលគាត់រៀនសតទី2ប្រព័ន្ធជាមួយនឹង educate ដោយសារតែខ្ញុំរៀនជំនាញ business គេឃើញថាពេលដែលខ្ញុំរៀនជំនាញហ្នឹងហើយខ្ញុំធ្វើការចំអីដែលខ្ញុំរៀនខ្ញុំចាប់បានហើយថាខ្ញុំរៀនខាងជំនាញ business ចឹងធ្វើការហាងហ្នឹងស្រាប់ខ្ញុំយល់ថា operation ហ្នឹងជាអី sales purchase គឺជាអី procurement គឺជាអីខ្ញុំយល់ណាបានន័យថាខ្ញុំចូលក្នុង industry ការងារស្រាប់ចឹងខ្ញុំអាចយល់ពីការងារដែលខ្ញុំរៀនបានចឹងធ្វើឲ្យខ្ញុំហ្នឹងងាយស្រួលយកអីដែលខ្ញុំចេះហ្នឹងទៅ apply ក្នុងការរៀនសូត្រអ្នកខ្លះទៀតគាត់រៀនសូត្រគាត់អត់ធ្វើការចឹងគាត់យល់ដែរតែគាត់យល់លក្ខណៈជាទ្រឹស្ដីហើយថាគាត់យល់ជាទ្រឹស្ដីគាត់យល់លក្ខណៈជាគាត់ទិញមេរៀនឲ្យចាំមាត់ណាមិនមែនយល់ពេលដែលយើងចូលធ្វើការអញ្ចឹងឡើងតែយើងរៀនចំណេញបានដែរតែយើងធ្វើការបដារៀនបណ្ដាយើងយល់អីដែលគ្រូចង់បរៀនយើងឧទាហរណ៍ជាគ្រូនិយាយអំពី CFO ឬក៏ CEO បើយើងឌូ research យើងដឹងថា CEO ហ្នឹងគឺជាអីគេតែបើយើងបានធ្វើការផ្ទាល់ជាមួយនឹង CEO ហ្នឹងយើងមិនមែនចិត្តដូចយើងប៉ះផ្ទាល់ដូចថាពេទ្យចឹងហើយយើងពេទ្យរៀនទស្សនជាមួយនឹងពេទ្យចុះ staff ផ្ទាល់ចុះ staff ឆាប់យល់ជាងអញ្ចឹងហើយទី3វិញគឺ financial ធម្មតាពេលដែលយើងធ្វើការគេនឹងឲ្យប្រាក់ខែយើងអញ្ចឹងយើងឆាប់បាន get financial stable ជាងអ្នកដែលគាត់នៅរៀនសុទ្ធហើយអ្នកខ្លះគាត់អាចនៅរៀនសុទ្ធពេកfamily support ចឹងគាត់ឆាប់ get បានpressure ថាយើងអត់ប្រយោជន៍អីហ្នឹងទៅអញ្ចឹងអ្នកដែលគាត់ធ្វើការបណ្ដាគាត់financial គាត់រៀង stable ជាងអ្នកដែលគាត់សុំលុយគាត់តាមដើម្បីរៀនចឹងអាហ្នឹងពីខ្ញុំហើយម្យ៉ាងទៀតខ្ញុំវា no choice ដែរព្រោះការដែលខ្ញុំចប់ពីហ្នឹងបើខ្ញុំអត់ធ្វើការទេខ្ញុំ cannot offer for my university so I must find a job first ចឹងទៅខ្ញុំធ្វើការបណ្ដាតាំងពីឆ្នាំទី1មកម៉េះចឹងខ្ញុំសុំជំនាញបាត់ធ្វើការនឹងហ្មងហើយទី4វិញគឺយើង mature ជាងអ្នកដែលគាត់ធ្វើការច្រើនឆ្នាំគាត់ដឹងថាការងារវា stress ការងារវាត្រូវជួបមនុស្សអត់បែរមិនមនុស្សបែបណាយើងស្គាល់គ្រប់មនុស្សទាំងអស់អញ្ចឹងអ្នកដែលគាត់ធ្វើការច្រើនជាងគាត់អាចនឹងget បានមកជួរនឹងលឿនជាងអ្នកខ្លះអាយុដំណើរគ្នាប៉ុន្តែឧទាហរណ៍ជាបុគ្គល A និងបុគ្គល B អាយុស្មើគ្នាប៉ុន្តែបុគ្គល A ធ្វើការច្រើនឆ្នាំជាងចឹងបុគ្គល A នឹងគាត់ចង់គាត់នឹងធំជាងបុគ្គល B ព្រោះបុគ្គល B គាត់ក្មេងខ្ចីគាត់ទំប្រកចុះនៅវិស័យការងារហើយចាំថាធ្វើការជាមួយនឹងហ៊ានគឺខុសគ្នានៅសាលាអាចនឹងសម្បូរមនុស្សល្អច្រើនគ្រូនិយាយពាក្យល្អច្រើនតែពេលកន្លែងធ្វើការមិនជាសាលាអញ្ចឹងតែយើងខុសស្ដីយើងហើយត្រូវទទួលដឹងអាហ្នឹងហ្មងប៉ុន្តែជាមួយនឹង disadvantage វិញទី1ពេលវេលាខ្ញុំចាំបានថាកាលពេលខ្ញុំរៀននៅសាកលខ្ញុំអត់ស្គាល់ពេលធ្វើ assignment នៅក្នុងហាងកាហ្វេពីច្រើនខ្ញុំធ្វើ assignment មុន deadline មួយយប់វាជាខ្ញុំអត់ recommend តែពិតជារវល់មែនខ្ញុំធ្វើការ full time ហើយខ្ញុំទៅរៀនពេលយប់ចឹងខ្ញុំរវល់មួយថ្ងៃខ្ញុំរវល់សោះខាងមួយការងារខ្ញុំខ្លាំងមែនតើចឹងខ្ញុំធ្វើ assignment គឺអត់ស្មានពេលចប់លាប់ទេគឺខ្ញុំធ្វើមុនប្រឡងមុនដាក់ deadline មួយថ្ងៃឯងហ៊ានអត់សូវបកាយខ្ញុំអត់សូវបានមកទៅរៀនចប់លាប់អត់សូវបានប្រកាសទៅលើ attendance ឬអីច្រើនណាស់ចឹងខ្ញុំនិយាយសាស្ត្រstudent ណាស់ណាបើនិយាយពី GPA វិញគឺវាអត់ខ្ពស់ទេចឹងអ្នកគាត់ត្រូវការរៀនឲ្យបកាយអ្នកដែលគាត់បានថាអ្នកដែលគាត់ចង់រៀនឲ្យបកាយយក GPA ខ្ពស់រៀនស្រុកក្រៅហ្នឹងអត់ recommend ឲ្យធ្វើការប្រៃមិនថាព្រោះវាអត់មានពេល focus ហើយទី2វិញគឺ stress ឆាប់stress pressure ហ្នឹងវាខ្ពស់ព្រោះតែយើងធ្វើការកន្លែងការងារគឺ stress ចំដល់ stress ការងារណាក៏នៅតែ stress ដែរអញ្ចឹងវាពិបាកយើងត្រូវ control feeling របស់យើងផងពាក់ព័ន្ធជាមួយនឹងការងារផងត្រូវ control ការរៀនរបស់យើងផងចិត្តទៅយើងរៀង stress ខ្លាំងប៉ុន្តែ anyway អ្នកគ្នាត្រូវតែព្យាយាម keep going with your life ខ្ញុំនិយាយអំពីអីដែលខ្ញុំបទពិសោធន៍ខ្ញុំផ្ទាល់ពេលដែលខ្ញុំរៀនបណ្ដាធ្វើការបដាអ្នកដែលគាត់
គាត់ថាចង់ធ្វើដូចខ្ញុំក៏សាកទៅគាត់ថាគាត់មានfinancial enough សម្រាប់ offer រៀន for 4 year that's okay fine បាច់ធ្វើការក៏បានដែរតែយើងគាត់ថា like it's no right or no wrong ធ្វើតែយើងដើរហ្នឹងវាអត់មានខុសវាត្រូវវា nobody gonna judge you វា depend ទៅលើការយើងដើររបស់យើងឯងចឹងដល់ហើយចង់តាមវិធីណាក៏បានដែរហើយបើគាត់ថាមានអីចង់ឆ្លងបន្ថែមអាចជួយបានធ្វើបានណាឬគាត់ថាខ្ញុំនិយាយឡើងណាតែគាត់ថាអត់ត្រូវអាច comment ខ្ញុំបានអរគុណបាយបាយ